ពេទ្យសង្វាអាសាក់ចៃរៀងដូចជាគ្មានអ្វីចុចជាបញ្ហានោះទេបើនេះក្នុងនោះវិញណារត់តែគ្មានអ្វីគួរអារម្មណ៍ថែមទៀតព្រោះថាវាមិនដែលមានប្រវត្តិនៃខត្តយៈត្រកូលទៅយកមនុស្សខ្វិនខ្វងយកមកសោយរីនោះទេថាមិនបានស្មានមិនត្រូវគឺព្រះបិតាអាចនឹងត្រាស់បង្គាប់ឲ្យតែជាម្ចាស់អូនពៅនិងអាខ្លុំម្នាក់នោះនៅព្រឹកស្អែកនេះហើយខ្ញុំម្ចាស់ក្រាបថ្វាយបង្គំម្ចាស់បងគ្រប់ព្រះអង្គស្លាប់ហើយម្ចាស់អូនពៅហើយនេះជាកន្លែងដែលម្ចាស់អូនស្នាក់នៅហ៎នេះជាកន្លែងចិញ្ចឹមមាន់ចិញ្ចឹមទាហ៎ពុទ្ធអើយនេះម្ចាស់បងណាសឹងតែមិនហ៊ានគិតនោះទេថាជាជំរករបស់ម្ចាស់អូនបើអូនចែណាទៅព្រះស្វាមីរបស់ម្ចាស់អូននោះនេះខ្លុងគេមិននៅទេម្ចាស់អូនពុទ្ធអើយម្ចាស់បងទឹកមិនថាចេះមានសវណ្ណនៃថាព្រះស្វាមីទៅកើតគ្រាន់តែជាមនុស្សឃ្លុំម្នាក់តែប៉ុណ្ណោះផ្ដល់កិត្តិយសស្អីសម្បើមាសមេម្លេះតែយ៉ាងណាគេគឺជាព្រះស្វាមីម្ចាស់អូនពៅគឺត្រូវតែមានក្រមងារជារាជសន្និសារបស់ព្រះបិតាដែរយ៉ាងណាពេលនេះពួកយើងណាត្រូវមានការងារមកពឹងពាក់គេមែនហើយម្ចាស់បងគឺព្រះបិតាត្រាស់បង្គាប់ឲ្យមកណាហើយចាំពេលនេះអាខាងខ្លុកឯណាដែរម្ចាស់បងស្វាមីខ្ញុំម្ចាស់កំពុងតែផ្ទុំលក់នៅក្នុងខ្ទមម្ចាស់បងមានសវណ្ណីតិចបានហើយណាបើអើយម្ចាស់បងណាមកលោឡានៅខាងក្រៅហ្នឹងម្ចាស់បងស្វាមីខ្ញុំម្ចាស់ដឹងប្រកាយហើយម្ចាស់បងខ្ញុំថាយើងគួរតែទៅជួបគ្នានៅឆ្ងាយពីខ្ទមបន្តិចទៅណានេះបើខ្លាចស្វាមីដល់ម្លឹងផងហ៎នេះមិនគួរឲ្យជឿសោះណាបើម្ចាស់បងមិនលឺផ្ទាល់តែជាទេម្ចាស់បងមិនជឿទេតាមតែខ្ញុំម្ចាស់ទៅណាម្ចាស់បងបើគាត់ចេញមកនឹងត្រូវរករឿងម្ចាស់បងគ្រប់ព្រះអង្គហើយបាបើគេគោរពប្តីគេដល់ថ្នាក់នឹងទៅហើយតែនិយាយកន្លែងផ្សេងក៏បានតែក៏តែម្ចាស់បងស្ដេចយាងម្ចាស់បងម្ចាស់បងប្រាប់បើឲ្យដឹងទៅថាយើងមកនេះមកជួបបើតើមានរឿងអីមានអីសំខាន់ឬប្រាប់បើម្ចាស់គឺអញ្ចឹងណាម្ចាស់អូនបើ
ដែលបងទាំងអស់គ្នាមកនេះគឺទទួលព្រះរាជបញ្ជាពីព្រះបិតាឲ្យបងទាំងអស់គ្នានេះមកយាងម្ចាស់អូនហើយនឹងអប្តីគឺព្រះស្វាមីម្ចាស់អូនឲ្យចូលវាំងព្រោះពេលនេះណាព្រះនគរមានរឿងធំហើយម្ចាស់បងនេះម្ចាស់បងមានសវណ្ណនេះជាការពិតឬព្រះប៉ម្ចាស់បើមិនការពិតស្មានតែម្ចាស់បងទាំងអស់គ្នានឹងចង់មកទីនេះខ្លាំងហ៎ព្រះប៉ម្ចាស់បងគឺមិនស័ក្តិសមនឹងម្ចាស់បងនឹងហើយតែម្ចាស់បងមិនគិតអញ្ចឹងទេណាម្ចាស់អូនពេលនេះគឺអាសន្នខ្លាំងណាស់ដែលព្រះបិតាត្រូវតែពឹងពាក់ទៅលើម្ចាស់អូនសំខាន់គឺព្រះស្វាមីរបស់ម្ចាស់អូនពៅនឹងហើយហើយមកមានការពាក់ព័ន្ធអីនឹងព្រះស្វាមីរបស់ខ្ញុំម្ចាស់ទៅម្ចាស់បងស្វាមីខ្ញុំម្ចាស់តែធ្វើអ្វីកើតម្ចាស់បងគ្រប់ព្រះអង្គក៏តតឃើញច្បាស់នឹងប្រណិតទៅហើយមនុស្សពិការអាចទៅធ្វើអីកើតហើយចុះដែលម្ចាស់បងមានសវណ្ណីថាព្រះនគរមានភាពវឹកវរនោះតើដោយហេតុអ្វីទៅម្ចាស់បងគឺព្រះទេវវង្សទេវបុត្រយាងមកពីនគរណាក៏មិនដឹងគឺព្រះអង្គកើតក្តីក្តៅក្រហាយចំពោះការជ្រើសរើសព្រះធិធិបតីព្រោះទ្រង់ចូលក្នុងពិធីជ្រើសរើសមិនទាន់ម្ចាស់បងទាំង6និងម្ចាស់អូនពៅក៏មានស្វាមីអស់គឺព្រោះតែម្ចាស់អូនពៅនឹងហើយតែទេវងទេវបុត្រអង្គនោះសម្ដេចទៅលើម្ចាស់អូនពៅព្រោះតែព្រះអង្គនេះសពប្រតិទៅលើអូនពៅត្រង់ការទុកមិនសុខចិត្តក៏សំទូលព្រះបិតាឲ្យស្វាមីរបស់ពៅនេះទៅតតាំងជាមួយនឹងព្រះអង្គមែនហើយបើគុំតែមាននាយខ្លងម្នាក់នោះជ្រៀតខ្លួនចូលក្នុងខត្តយៈត្រកលណាមិនលេះសំព្រះនគរមិនកើតរឿងរ៉ាវអញ្ចឹងទេយើងមករកដំណោះស្រាយឲ្យព្រះស្វាមីម្ចាស់អំពៅជួយហេតុអីក៏មិនឆាប់រហ័សទៅដើម្បីឲ្យបញ្ហាវាឆាប់ចប់ម្ចាស់អំពៅប្រហែលជាយល់ខ្លះហើយមែនទេថាពេលនេះព្រះនគរកើតកលយុគដោយសារតែម្ចាស់អំពៅនិងព្រះស្វាមីពេលនេះណាព្រះស្វាមីអូនត្រូវតែប្រឈមមុខតែម្ចាស់បងក៏ទ្រង់ជ្រាបហើយថាស្វាមីរបស់ខ្ញុំម្ចាស់នឹងមានសមត្ថភាពអីទេដែលទប់ទល់ជាមួយនឹងស្ដេចសឹកបានព្រះប៉ម្ចាស់បងទាំងអស់គ្នាក៏មិនដឹងធ្វើយ៉ាងម៉េចដែរមកតាមតែបង្គាប់របស់ព្រះបិតារឿងនេះណាម្ចាស់អូនពៅនិងស្វាមីត្រូវតែចូលព្រះកាយទៅដោះស្រាយគឺដោះស្រាយជាមួយស្ដេចអង្គអស់នោះរបស់ខ្ញុំត្រូវទេវបុត្រទេវងកុមារម្នាក់នោះគៀបសង្កត់ហើយតើខ្ញុំអាចជួយអ្វីដល់ព្រះបិតាបានទេរាជសន្និសាទទាំង6ក៏ត្រូវទេវងកុមារម្នាក់នោះ
ស្រាប់ឲ្យចោះចាញ់អស់ហើយតែគេនៅតែមិនសុខចិត្តគេថាអន្តបត្តិមហានគរនៅមានរាជសន្និសាម្នាក់ទៀតហើយចុះមានអ្នកណាទៅគឺមានតែអ្នកប្តីរបស់ខ្ញុំមិនអាចទេគឺមិនអាចពិតមែនតើអ្នកប្តីរបស់ខ្ញុំអាចជួយអ្វីបានទេបានអ្នកប្តីរបស់ខ្ញុំជាមនុស្សពិការអោទេវតាអិនព្រំអើយមានតែដេចជាបារមីរបស់ព្រះអង្គនឹងហើយដែលអាចជួយអន្តបត្តិបរិយរបស់ខ្ញុំបានយើងប្រថាប់ទៅបុណ្យអរគុណព្រះបិតាអរគុណព្រះអង្គអរគុណក្រាបទូលតើបុត្រសន្និសាគ្រប់អង្គនេះមានបានដំណឹងពីបុត្រីទាំង6អង្គនោះទេដែលយើងទៅតាមស្វាមីរបស់បុត្រីពៅក្រាបទូលព្រះបិតាពេលនេះព្រះមហាក្សត្រគ្រប់ព្រះអង្គយាងមកដល់រាជវាំងវិញហើយក្រាបទូលតែគ្រប់ព្រះអង្គយាងចូលទៅក្នុងមហាដំណាំងដើម្បីផ្លាស់ព្រះផងនិងព្រះភូសាសិនក្រាបទូលអូអញ្ចឹងហ៎ព្រះបិតានេះព្រះអង្គមានជំនឿជឿឲ្យក្រាបទូលខាងនេះក្នុងស្វាមីម្ចាស់អូនពៅអានេះមកប្រឈមមុខនឹងស្ដេចសក្តានោះព្រោះជាដំណាក់កាលចុងក្រោយហើយព្រោះតែយើងគ្មានជំរឿទើបបិតាឲ្យបុត្រីទាំង6ទៅយាងបុត្រីពៅនិងនៃឃ្លុងមកព្រះនគរនេះព្រោះជាតម្រូវត្រូវការរបស់អង្គទេវង្សប្រតិព័ទ្ធទៅលើបុត្រីពៅនោះហើយដូច្នេះហើយបានជាគេចង់ផ្ចាញ់ផ្ចាលត្រូវធ្វើសឹកជាមួយនឹងស្វាមីបុត្រីពៅក្រាបទូលព្រះបិតាគួរតែសាកល្បងដែរក្រាបទូលជួនកាលអាចជាបារមីរបស់នេះឃ្លុងដែលមានឧបនិស្ស័យនិងអន្តបត្តិមហានគរទើបបណ្ដាលឲ្យមានបញ្ហាមាននឹងការចេញមកខុសត្រូវយ៉ាងណាសូមព្រះបិតាព្រះរាជទានទោសព្រះអនុជសន្ធរមានព្រះបន្ទូលនេះហាក់បីដូចជាបាក់ស្បាតនឹងស្ដេចសឹកទេដឹងហើយក៏មានព្រះបន្ទូលចុះចាញ់ហើយក៏មានបន្ទូលឲ្យរួចតែអង្គឯងចេះមានព្រះតីគាំទ្រទៅកើតមនុស្សខ្លងពិការមានបារមីស្អីមកពីណាមកសន្ធិទៅតែនៅក្នុងព្រះគម្ពីរគឺមានពិតណាក្រាបទូលលន់ណាគឺថ្វាយបង្គំស្មឹងស្មាតរាល់ថ្ងៃបារមីពិតជាមានយ៉ាងប្រកបណាមិនជឿក៏បានតែមើលងាយមិនបានទេណាជួនកាលអាចជាជោគជាតារបស់នាយឃ្លុំម្នាក់នោះដែលមាននិស្ស័យខ្ពស់ពីប្រេងប្រេតក៏អាចនឹងថាបានដែរមិនទាន់នឹងដល់ថ្ងៃជោគជ័យរបស់នាយឃ្លុំម្នាក់នោះផង
ស្ដាប់ទៅទ្រង់អសច័យរាជមានព្រះតីហាក់ដូចជាលំអៀងអែបអបស្អីមិនដឹងទេស្ដាប់ហើយក៏គួរតែខ្នេះចិត្តសុកសុងក៏ចង់យកនេះខ្លងឲ្យមកគ្រងរាជសម្បត្តិនៅឥនបត្តមហានគរឬក៏ដោយសារតែទ្រង់អសច័យរាជជាស្ដេចសន្តិបានជាទ្រង់មិនគិតគូរសពបែបយ៉ាងសំបីតែបន្តិចចំពោះជោគវាសនាឥនបត្តមហានគរទូព្រះបង្គំសឹងតែមិនហ៊ានគិតទេដែលទ្រង់អសច័យរាជយើងមកស្នាក់អាស្រ័យនៅឥនបត្តមហានគរឬក៏វក់វីដោយសម្រស់ព្រះមហេសីអស់បាត់ទៅហើយបានជាមិនខ្វល់ពីព្រះនគរអីយ៉ាងដូចនេះតែទូព្រះបង្គំមានអំរិទ្ធថាទ្រង់អសច័យរាជមានព្រះបន្ទូលក៏សមល្មមនឹងអាចទទួលបានព្រោះការដែលទូព្រះបង្គំទ្រង់ត្រាស់ដឹងព្រមទាំងព្រះតម្រិះស្វែងយល់គឺនេះខ្លងម្នាក់នោះហាក់បីដូចជាចម្លែកតាំងពីដំបូងមកម្លេះពីព្រោះថាឃើញសេចក្តីក្លាហានរបស់គេកន្លងមកបែបនេះណាថាមិនបានស្មានមិនត្រូវប្រហែលជាទ្រង់អសច័យរាជប្រមាលមើលពីនិស័យនេះខ្លងដឹងទើបហ៊ានមានបន្ទូលចេញមកក្រាបទូលនឹងជ្រីកគ្រប់ព្រះអង្គតែព្រះយោបល់ម្នាក់គួរឲ្យធន់វាមិនអាចនោះទេដែលយើងគ្រប់ព្រះអង្គនេះមកជ្រុះគ្នាវែងញែកព្រោះតែមនុស្សខ្លងពីការម្នាក់យ៉ាងណាក៏វាហូរពេលដែរហើយព្រោះថាពេលនេះព្រះមហាសេទាំង6អង្គបានទៅយើងពនាងពើនឹងនៃខ្លងចូលមកក្នុងព្រះនគរហើយបើព្រះតម្រិះរបស់ទូបង្គំវិញនោះគួរតែរកពេទ្យលួងណាដែលពូកែយកមកប្រចាំការឲ្យទៅព្រោះថាបន្តិចទៀតនេះមនុស្សខ្លងម្នាក់នោះគឺនឹងចូលមកដល់ទីនេះហើយតែនាំគ្នាប្រហែលបន្តិចនោះមេរោគខ្លងវានឹងឈាបចូលប្រកាយគ្រប់ព្រះអង្គហើយក៏បន្តពូជតកូនតចៅរហូតទៅរហូតដល់នគរអន្តបត្តមហានគរនេះនឹងក្លាយទៅជានគរមនុស្សខ្លងគ្រប់ព្រះអង្គមានបានព្រះតម្រិះឃើញដែរទេបានហើយប៉ុណ្ណឹងបិតាសឹងតែគ្មានដង្ហើមដកបាត់ទៅហើយឈប់វែងញែកឆ្លោះគ្នានៅនឹងព្រះភ័ក្ត្របិតាទៀតទៅមើលអង្គញាជវីវាំងនឹងលោកអបរាជសុនធរថ្លង់កោឲ្យមែនទេបានជាមិនចេញសម្ដីអីមួយម៉ាត់សោះអញ្ចឹងក្រាបទូលមិនមានទេក្រាបទូលព្រោះថាអ្វីដែលទូព្រះបង្គំចង់ទូលថ្វាយព្រះអង្គនោះគឺរិសននិសាទាំង6អង្គមានព្រះបន្ទូលអស់ទៅហើយបើឲ្យទូព្រះបង្គំថ្វាយយោបល់នោះគឺវាដូចតែគ្នានឹងក្រាបទូលព្រះបង្គំក៏ដូចគ្នានឹងអង្គញាជវីវាំងដែរអ្វីគ្រប់យ៉ាងព្រះបង្រួមបានថ្វាយគ្មានអ្វីដែលត្រូវសេះសល់ទៀតទេបបិទ្ធប្រកាសណាជាអង្គម្ចាស់ជីវិតដំកល់លើត្បូងព្រះបុត្រីទាំង6អង្គបានយាងមកដល់ហើយក្រាបទូលឲ្យបុត្រីគ្រប់ព្រះអង្គយាងចូលមកចុះទទួលព្រះរាជបញ្ជាក្រាបទូល
ល្អណាស់បុត្រីយើងទៅប្រថាប់ចុះព្រះបិតាចុះយ៉ាងមិនទៅឲ្យបុត្រីទាំង6ហើយជួយណាពើរចនាមិនក៏មិនឃើញយើងមកម្ចាស់អូនពៅខ្លាចព្រះស្វាមីខ្លាំងណាស់ព្រះបិតាហួសពីការគិតរបស់បុត្រទៅទៀតម្ចាស់អូនពៅមិនតន់យើងមកទេគឺចាំសួរយោបល់ស្វាមីសិនអាខ្លងស្វាមីអូនពៅណាព្រឹកវាធំខ្លាំងណាស់ព្រះបិតាគេមិនចេញពីខ្ទមមកជួបខ្ញុំម្ចាស់ផងតែខ្ញុំម្ចាស់ថាអ្នកខ្លងម្នាក់នោះមិនចេញមកជួបគឺល្អហើយសមនឹងបារម្ភខ្លាចឆ្លងផងហើយចុះបុត្រីពៅសុខទុក្ខគេយ៉ាងណាហើយគេមានសួររកបិតាទេបើនឹកព្រះបិតាខ្លាំងណាស់បើត្រៀមព្រះកាយថានឹងយាងមកឲ្យព្រះបិតាតែបើចាំព្រះស្វាមីភ្ញាក់សិនទៅបានស្រួលណាស់ព្រះពរម្ចាស់តែម្ចាស់អូនពៅហាក់ដូចជាអេះអន់ចាំមិនអីមិនដឹងទេចិត្តចង់មកបន្តិចចិត្តមិនចង់មកបន្តិចគឺព្រោះតែខ្លាចស្វាមីនឹងណាម្ចាស់អូនបើអាចនឹងខ្លាចស្វាមីមែនក៏ប៉ុន្តែមនុស្សស្រីយើងគឺវាអញ្ចឹងហើយតែមានស្វាមីត្រូវតែគោរពនិងស្រឡាញ់ស្វាមីបើធ្វើនេះគឺមិនខុសទេនៅជាមួយនឹងព្រះបិតាគឺត្រូវតែគោរពនិងស្រឡាញ់ព្រះបិតានៅជាមួយនឹងព្រះស្វាមីត្រូវតែគោរពនិងស្រឡាញ់ព្រះស្វាមីហើយនេះគឺជាច្បាប់ធម្មជាតិតាក់តែងមកគឺវាអញ្ចឹងហើយចុះនេះខ្លងគេព្រមមកដែរឬក៏អត់រឿងអីទៅបើក៏ដឹងដែរថាបងនេះតែធ្វើអីកើតណែកុំប្រាប់ឲ្យសោះណាថាបើចង់រួចឲ្យបងនេះតែឲ្យស្លាយសឹកម្នាក់នោះសម្រាប់ចោលហើយក៏ទៅដោយជាមួយនឹងអាចរៃដែលចំណាំតែម្លកលើជាមួយនឹងពៅដែលនៅមាត់ស្រះហ្នឹងណាបងព្រមទេណាអត់ទេអ្នកបើគ្រាន់តែចង់ជម្រាបអ្នកมันមានន័យថាដោយដែលអ្នកគិតនោះទេមកជីវិតបើសមានតែអ្នកម្នាក់ជាស្វាមីគ្រប់គ្រាន់ហើយបើមិនចង់មានស្មាមួយអំរែកពី3នោះទេតែពេលនេះបើបានដំណឹងពីម្ចាស់បងគ្រប់ព្រះអង្គក៏ពិតមែនគឺព្រះនគរកាត់កលយុគព្រះបិតាសូមឲ្យបើនាំអ្នកចូលទៅព្រះរាជវាំងជាការចាំបាច់ព្រោះតែស្ដេចសឹកចង់ឲ្យអ្នកនឹងទៅតតាំងជាមួយគេឲ្យទៅតតាំងនឹងគេឬក៏ចង់ប្រើប្តីនេះឲ្យទៅស្លាប់និយាយស្ដីចេញមកគឺដោះដៃឲ្យច្បាស់កលែតហើយចុះរិះសន្និសាទាំង6របស់ព្រះបិតារបស់អូនពៅនោះគេស្រស់ស្អាតមាំមួនមកពងពាក់ស្អីបងដែលជាមនុស្សឃ្លុងខ្វិនខ្វងអញ្ចឹងរស់កំដររងចាំតែថ្ងៃស្លាប់ទទួលម្ចាស់បងទាំង6អង្គរបស់ពៅទៅ